បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពហ្នឹងហើយមកលើកនេះមកមិនខុសប្លែកពីលើកមុនទេហ្នឹងហើយគ្រាន់តែខុសប្លែកទីតាំងទីកន្លែងតែប៉ុណ្ណឹងហើយមកលើកនេះគឺមកបឹងភ្លោះដេកព្រៃនៅបឹងភ្លោះហើយសួរថាបឹងភ្លោះនៅណាបាទបឹងភ្លោះនៅភូមិនងហៃឃុំស៊ីដាស្រុកលំផាត់ខេត្តរតនគិរីហ្នឹងបងប្អូននៅរតនគិរីតិចអត់ស្គាល់បឹងភ្លោះបើអត់ស្គាល់បឹងភ្លោះនឹងនិយាយថាម៉េចទេគួរតែសាក់មកទេសភាពវិញខ្ញុំឲ្យ100បន្ទុកពេញហ្នឹងហើយមិនចេះតែនិយាយថាស្អាតហើយមិនស្អាតទេថាស្អាតទេបើគឺស្អាតមែនហើយបឹងភ្លោះហ្នឹងគឺចម្ងាយដីពីភូមិនងហៃមក3-4គីឡូពីឃុំមកប្រហែលជា10គីឡូហ្នឹងហើយបាទដំណើរមកបឹងភ្លោះនេះមកតែ2នាក់ទេបាទដោយសារអីគ្នា3នាក់ក៏មិនមក3នាក់ហ្នឹងហើយបងលើកនេះម្នាក់ទេគាត់រវល់អញ្ចឹងពួកខ្ញុំមក2នាក់លោកមុនដៃគូម្នាក់ខ្ញុំដែលមកថ្ងៃនេះគាត់រវល់ហើយលើកនេះបងគាត់រវល់អីទេបញ្ហាទេជាធម្មតា2នាក់ក៏មកដែរតែបើម្នាក់ឯងណូមិនហ៊ានមកទេហ្នឹងហើយនេះសកម្មភាពដូចជាជិះម៉ូតូដូចពួកខ្ញុំទុកម៉ូតូនៅលើហើយយើងអាចធ្វើដំណើរចុះទៅក្រោមបានទុកម៉ូតូទុកលើនឹងទៅទុកមិនអីទេមានវិណាយកទេតែវាលបងចៅហ្នឹងនិយាយលេងបងប្អូនហ្នឹងហើយនេះពួកយើងបានស្ពាយអីវ៉ាន់របស់យើងចុះហើយបាទចុះទៅក្រោមសម្រាប់រៀបចំកន្លែងដេកពីថ្ងៃឲ្យហើយក៏ដូចជារៀបចំហើយទុកដាក់របស់យើងហើយយើងទៅដាក់បង្កាយដាក់មងក៏ដូចជាបបក់ខ្ញុំជាអ្នកថតទេសភាពបងប្អូនមើលចឹងទៅស្អាតណាស់បងប្អូនអើយបឹងភ្លោះស្ដាយបងប្អូនអត់ស្គាល់ហើយគាត់ថាបរិស្ថានធម្មជាតិវាស្អាតដែរគាត់ថាការរៀបចំការថែទាំការមើលថែការយកចិត្តទុកដាក់គឺมันមានភាគរយទេតិចណាស់បងប្អូនជារាប់សហគមន៍ខ្ញុំហ្នឹងដូចក៏មិនសូវចាប់អារម្មណ៍រឿងអញ្ចឹងសោះតែនិយាយតិចទៅរឿងបំផ្លាញគាត់ជំនាញដែរហ្នឹងតែរឿងថែទាំពិបាកដែរនេះផែណាបងប្អូនខ្ញុំថតផែនេះឲ្យបងប្អូនមើលតិចទៅហើយផែនេះគឺជាស្នាដៃរបស់ក្រុមយើងខ្ញុំដែរដែលបានធ្វើប្រមូលថវិកាជីវរដ្ឋសហគមន៍ខ្លះទៅអន្តៈខ្លះទៅអញ្ចឹងទៅបានផែមួយទុកគ្រាន់តែបងប្អូនមកលេខកំសាន្តងូតទឹកកំសាន្តហែទឹកហក់ប្រងអញ្ចឹងណាបើអត់ផែបាក់ដែរយើងងូតទឹកហ្នឹងហើយការរៀបចំការថែទាំដូចខ្ញុំនិយាយមិញអញ្ចឹងគឺអត់មានទេអត់សូវយកចិត្តទុកដាក់ទេហើយនេះខ្ញុំថតនេះកំពុងតែរកផ្លូវទៅគ្នាខ្ញុំម្នាក់គាត់ទៅមុនខ្ញុំវល់ថតដូចខ្ញុំនិយាយមិញអញ្ចឹងខ្ញុំវល់ថតខាងផែខាងនោះសាបឹងនេះភ្លោះនេះគឺដោយសារតែឈ្មោះបឹងភ្លោះដោយសារតែវាមានបឹង2ខាងជើងខាងត្បូងអញ្ចឹងណាគេហៅបឹងភ្លោះហ្នឹងបឹង2ហើយខ្ញុំវល់ទៅបឹងខាងនោះគាត់មកមុនបាត់រកផ្លូវទៅមុំតែឃើញអញ្ចឹងហៅគ្នាទៅរកគាត់នៅណាគាត់នៅបបណែគាត់មកឯមុនមិនប្រាប់ខ្ញុំថាគាត់ថាមកមុនមិនប្រាប់ហើយមកបបមកទាំងអស់គ្នាថតវីដេអូចែកជូនពុកម៉ែបងប្អូននេះមកម្នាក់ទៀតវិចព្រៃមកហ្នឹងហើយក៏ប៉ុន្តែកន្លែងខ្ញុំដកសំឡេងចេញគាត់ហៅផ្អើពេញព្រៃរកគ្នាដូចខ្ញុំរកម្នាក់ទៀតអញ្ចឹងហើយក៏ជួបគ្នានៅគាត់ក៏ត្រៀមដៃគាត់កាន់នុយបកាយបងប្អូនឃើញស្រាប់អញ្ចឹងដាក់បកាយមាននុយដាក់ត្រីហើយហ្នឹងនុយបបក់គាត់ហ្នឹងហើយបើនិយាយរឿងបបក់សួរខ្ញុំចេះអត់នៅបងប្អូនអើយអត់ចេះទេឃើញគាត់បបក់ខ្ញុំចេះតែមើលដែរហើយក៏មិនចង់ចេះដែរអានេះថតកន្លែងគេចងរឹងនឹងគេចងចាំអីខ្ញុំក៏សួរគ្នាខ្ញុំដែរថាអីគេហ្នឹងគេថាប្រហែលជាចងចាំបាញ់សัตว์ខ្ញុំក៏ឃើញក៏ថតតិចទៅហើយទេសភាពនឹងអង្គុយចាំគេទៅដាក់បបក់នោះអង្គុយចាំនៅមាត់ច្រាំងនៅមាត់ទឹកនោះទៅហើយបើនិយាយពីទេសភាពបងប្អូនអើយទេសភាពខ្ញុំមិនដឹងនិយាយថាម៉េចទេទេសភាពវាស្អាតតែស្ដាយសហគមន៍ខ្ញុំក៏មិនសូវចេះចូលរួមថែទាំសោះព្រៃឈើណាធំគាត់កំចៃដែរហ្នឹងដូចខ្ញុំកំពុងដើរលើព្រៃឈើហ្នឹងហើយមុខ100ជាងបងប្អូនហើយទឹកស្រកហ្នឹងគាត់ប្រឡាយគាត់វាយជាឈើវាយជាគ្រឿងទេសអញ្ចឹងមិនថាហ្នឹងណាធ្វើម៉េចទេតែយើងមិនថាទាំបើយើងមិនការពារអញ្ចឹងតែអ្នកជនឆ្លៀកឱកាសអញ្ចឹងហ្នឹងខ្ញុំអង្គុយបដាថតដូចនេះជើងខ្ញុំនេះអង្គុយថតទេសភាពជូនបងប្អូនបដាអញ្ចឹងទៅនិយាយម្នាក់ឯងយើងកើតទៅក៏ដេកលេងលើឈើទៅមិនដឹងទៅណាបើគាត់ទៅជ្រៅទៅកដាលអស់ទៅលើគល់ឈើខ្ញុំអត់ចេះប្រវក់ផងហើយក៏អត់ហ៊ានទៅខ្លាចធ្លាក់ទូរស័ព្ទក៏នៅច្រាំងម្នាក់ឯងកំសត់ដែរគេសិតអ្នកចេះប្រវក់សិតអ្នកចោះជំនាញទឹកខ្ញុំនេះទឹកដូចមិនសូវជំនាញទេនិយាយដើរព្រៃមែនដេកព្រៃមែនតែបើសួរជំនាញអីអត់ដូចខ្ញុំមិនសូវប្រមាណទេជំនាញទៅថត
ហើយបងប្អូនឃើញមិនអញ្ចឹងដូចឃើញនេះអញ្ចឹងឃើញទូកមួយហ្នឹងមិនមែនទូកពួកខ្ញុំឬក៏ពួកខ្ញុំយកទូកមកពីណាណាគឺពូម្នាក់ដែលជាអ្នកក្នុងភូមិដែរហ្នឹងគាត់មកដាក់មងគាត់ដាក់មងទៅពួកខ្ញុំឃើញក៏សុំទូកគាត់ហើយគាត់មកគាត់ដាក់មងហើយពេលហ្នឹងហើយទូកគាត់សុំគាត់ជិះជាមួយទៅជូនគាត់ទៅច្រាំងដើម្បីយកទូកឲ្យពួកខ្ញុំដាក់មងម្ដងពួកខ្ញុំដាក់មងខ្ញុំហ្នឹងហើយនឹងដាក់បកាយដាក់អីចឹងណាចឹងគ្នាខ្ញុំម្នាក់ក៏ទៅជូនគាត់ទៅច្រាំងបកមកវិញហើយនេះកាត់មកដល់តាមនេះបងប្អូនហើយកាត់មកដល់កន្លែងដេកក៏ប៉ុន្តែវីដេអូនឹងតនៅវគ្គ2ទៅទៀតមកដល់កន្លែងដេកពួកខ្ញុំក៏រៀបចំសល់បកាយសល់ដូចជា4ហើយក៏ដាក់នៅគៀននៅកន្លែងដេកចឹងទៅកន្លែងយើងស្នាក់នៅសម្រាប់ងើបមើលលេងត្រូវតែអត់ត្រូវទេបងប្អូនហើយអត់ជាប់ទេបកាយនេះដល់ព្រឹកវីដេអូនឹងមាននៅវគ្គ2ឃើញបង្ហាញបងប្អូនយើសាមងសាបកាយក៏ដូចជាជាប់ត្រីជាប់អីចឹងណានឹងមានវីដេអូមើលមងអីចឹងនៅវគ្គ2តែវគ្គ1នេះគ្រាន់ជាដំណើរបងប្អូនមើលខ្លះចឹងទៅជាសកម្មភាពពួកខ្ញុំហ្នឹងហើយបងប្អូនហើយនិយាយពីការដេកព្រៃនៅបឹងភ្លុះលោកនេះសំនិយាយពីរឿងខ្ញុំបន្តិចបងប្អូនអើយគួរឲ្យព្រួយដែរហ្នឹងអញ្ចឹងនិយាយប្រាប់បងប្អូនហ្នឹងចាំទីទៀតនិយាយក៏បានដែរឥឡូវមើលសកម្មភាពសិនចាំទីទៀតនិយាយអំពីបញ្ហាខ្ញុំដែលព្រួយយ៉ាងម៉េចនេះកន្លែងពួកខ្ញុំដេកដាក់រៀបចំវិញកពិកកពុកទាំងបងប្អូនហើយសិតតែប្រុសហើយមក3នាក់គ្រប់ខ្ញុំតែ3នាក់3 4នាក់តែម្នាក់ទៀតគាត់ចូលរួមអត់ឃើញបួលគាត់ដែរមកចូលរួមគាត់មកតន់មកហ្នឹងហើយក៏ប្រកាសភ្លើងដាំបាយដាំអីចឹងណាដូចក្បាលវីដេអូអញ្ចឹងដាំបាយហើយបងគាត់ត្រៀមទាំងបបទៀតបបទាំងយប់ទៀតហើយគាត់សួរថាបបយប់បានអត់ស៊ីអត់ហ្នឹងហើយអ្នកដើរទៅបបគាត់សួរខ្ញុំអញ្ចឹងខ្ញុំតល់ដែរខ្ញុំថាខ្ញុំដែរបបឲ្យខ្ញុំថាឡើយបបយប់តែបបថ្ងៃហ្នឹងមិនចេះផងមិនដឹងផងមិនសឹងតែឃើញគេទៀតហ្នឹងមិនសូវចាប់អារម្មណ៍បងប្អូនរឿងបបរឿងអីនេះឲ្យដាក់ម៉ងរឿងចូលចិត្តដែរដាក់ម៉ងដាក់បកាយថាបបអត់ត្រូវចំណូលខ្ញុំទេហើយគាត់បបខ្ញុំក៏ថតវីដេអូនេះមកបបកន្លែងផែដែលខ្ញុំថតពីខាងដើមអញ្ចឹងហើយគាត់សួរខ្ញុំអត់ខំអញ្ចឹងមកពីអីខ្ញុំក៏ចំណេះសំណាលមកគាត់លេងមកពី7ជាងគាត់បើកភ្លើងអញ្ចឹងត្រីមិនស៊ីអញ្ចឹងគាត់ក៏បិទបល័យអាស្អីគេដងបបហ្នឹងដងបបគាត់តាក់រហូតខ្ញុំមិនដឹងទេនឹងបបមកពីអីវាជាប់អីមិនដឹងទេគាត់ធ្វើមិនធ្វើខ្ញុំអត់ចេះអត់ដឹងចឹងក៏ចាំតែថតគាត់សកម្មភាពចែកជូនពុកម៉ែបងប្អូនមើលទស្សនាលេងហ្នឹងហើយឥឡូវត្រឡប់មកការរឿងខ្ញុំនិយាយវិញតើតជាមួយថាខ្ញុំដេកនៅពេលព្រោះយ៉ាងម៉េចបងប្អូនហើយដេករឹងគ្នា3នាក់ហើយបងហើយនឹងម្នាក់ទៀតហ្នឹងគាត់គ្នាខ្ញុំហ្នឹងគាត់ដេកចិត្តគ្នាហើយខ្ញុំដេករឿងមិនឆ្ងាយជាប់តែគ្នាហ្នឹងចងបកគោលជាមួយគ្នាប៉ុន្តែនឹងស្អីទេបងអើយមកលេងមកយប់3 4ដងខ្ញុំបានដេកទេមករត់រឹងខ្ញុំបងប្អូនគិតមើលស្អីគេមករត់រឹងហើយមកកេះរឹងខ្ញុំខ្ញុំនិយាយបដាពឺក្បាលបដាមិនមែនជារឿងលេងសើចពិតណាចឹងមកថាបឹងខ្លួននេះគេថាគេមិនសូវហ៊ានដេកទេគេមកដេកទេខ្ញុំពួកខ្ញុំនេះយើងអ្នកភូមិទៅខ្លាចអីយើងដេកធម្មតាទៅហើយមិនថាដេកមិនដែរដេកទេទាំងអស់គ្នាមិនដែរដេកនៅបឹងខ្លួនគាត់ថាសម្រាប់ការដេកវាគិតថាវាមិនអីទេភូមិយើងបឹងយើងអញ្ចឹងណាតំបន់យើងអញ្ចឹងណាតែតំបន់យើងក៏គេមិនដែរដេកផងពួកខ្ញុំដេកចេះមកលេងខ្ញុំដែរហ្នឹងមកគាត់មកសួរសុខទុក្ខហ្នឹងគេមកសួរសុខទុក្ខហ្នឹងបងប្អូនមកហើយជា3ទៅ4ដងពាក់កណ្ដាលត្រៀតមកកេះខ្ញុំហើយមករត់រឹងខ្ញុំអូយខ្ញុំដេកមានបានណាឈប់ដេកជប់អីបដម៉ែផងម៉ោងប្រហែលជា2ឈប់ដេកបដហ្នឹងបងប្អូនប៉ុណ្ណឹងនិយាយរឿងខ្ញុំតោះយើងទៅមើលសកម្មភាពរបស់គ្នាខ្ញុំគាត់មើលម៉ោងម្ដងមើលម៉ោងហ្នឹងម៉ោងប្រហែលជា10បងប្អូនម៉ោង10ហ្នឹងហើយបើតាមខ្ញុំចាំម៉ោង10មកមើលម៉ោងណា10មិន10អញ្ចឹងភ្លេចបាត់ហើយមើលម៉ោងមើលអីហើយដើម្បីយើងទៅធ្វើម្ហូបត្រូវច្រើនត្រីអែមមីស្នេហ៍ដែរហ្នឹងមកអែមដែរត្រីគាត់តែយើងដាក់សម្រាប់តែស្លសម្រាប់អាំងដែរណាបងប្អូនម៉ោងយើងរៀងការ៉េលដែរហើយទូកយើងជិះបានតែគ្នាតែ2នាក់បងម្នាក់គាត់នៅចាំនៅច្រាំងទៅចង់ឲ្យគាត់ជិះដែរជិះមិនកើតហើយបើឲ្យគាត់ជិះ2នាក់មកជាមួយគ្នាខ្ញុំម្នាក់នេះគាត់អត់ហ៊ានជិះគាត់ថាជិះទូកពុលហ្នឹងបងប្អូនវីដេអូវគ្គ1មានតែប៉ុណ្ណឹងចាំបងប្អូនទស្សនានៅវគ្គ2បន្តទៀតបងប្អូននេះជាសកម្មភាពរបស់ខ្ញុំដាក់ម៉ោងចុងក្រោយនៅវគ្គ1បងអរគុណច្រើនសម្រាប់ការទស្សនា